នៅក្នុងជីវិតមនុស្សម្នាក់ៗតែងតែមានសំឡេងតូចមួយនៅក្នុងចិត្តហើយវាតែងតែសួរយើងថាតើជីវិតខ្ញុំនៅតែអាចផ្លាស់ប្ដូរបានទេពេលខ្លះសំឡេងនោះមិនមែនសួរដើម្បីឲ្យយើងឆ្លើយទេតែសួរដើម្បីឲ្យយើងគិតឡើងវិញអំពីខ្លួនឯងជីវិតមិនមែនចាប់ផ្ដើមនៅថ្ងៃដែលយើងកើតឡើងឡើយតែវាចាប់ផ្ដើមនៅថ្ងៃដែលយើងសម្រេចថាខ្ញុំចង់ផ្លាស់ប្ដូរមិនមែនគ្រាន់តែការផ្លាស់ប្ដូរពិភពលោកខាងក្រៅទេរត់តែមិនមែនដោយការមានលុយច្រើនឬឱកាសថ្មីទេតែដោយការផ្លាស់ប្ដូរគំនិតខាងក្នុងព្រោះគំនិតវិជ្ជមានអាចជាថាមពលដែលបំភ្លឺទាំងអស់នៃជីវិតយើងវាធ្វើឲ្យយើងមើលឃើញអ្វីដែលមនុស្សច្រើនមើលមិនឃើញមើលឃើញឱកាសនៅពីក្រោយបញ្ហានិងមើលឃើញថ្ងៃថ្មីនៅពីក្រោយយប់ងងឹតដូច្នេះបើសិនជាអ្នកកំពុងតែស្ដាប់វីដេអូនេះសូមឲ្យអ្នកដឹងថាមិនយូរទេអ្នកអាចចាប់ផ្ដើមជីវិតថ្មីបានហើយមិនចាំបាច់រងចាំថ្ងៃស្អែកទេព្រោះថ្ងៃដែលអ្នកជឿលើខ្លួនឯងគឺជាថ្ងៃដែលជីវិតថ្មីត្រូវបានចាប់ផ្ដើមឥឡូវនេះយើងចូលមកដល់ចំណុចទី1អំណាចនៃគំនិតវិជ្ជមានគំនិតរបស់យើងជាអំណាចមួយដ៏អស្ចារ្យវាដូចជាថាមពលដែលគ្រប់គ្រងទិសដៅនៃជីវិតយើងវាអាចកសាងឬបំផ្លាញអ្វីៗគ្រប់យ៉ាងនៅជុំវិញយើងពេលអ្នកគិតអវិជ្ជមានអ្នកដូចជាកំពុងតែពាក់វ៉ែនតាងងឹតឈឹងអញ្ចឹងហើយអ្នកនឹងឃើញតែភាពអាក្រក់ទាំងពេលដែលមានអ្វីមួយល្អកើតឡើងក៏ដោយប៉ុន្តែពេលអ្នកជ្រើសរើសគិតវិជ្ជមានអ្នកដូចជាបើកបង្អួចឲ្យពន្លឺចូលមកក្នុងចិត្តហើយអ្នកនឹងឃើញឱកាសនៅក្នុងបញ្ហាអ្នកនឹងទទួលបានបទពិសោធន៍ចេញពីការឈឺចាប់កន្លងមកអ្នកនឹងចាប់ផ្ដើមយល់ថាទោះបីជាអ្វីមួយមិនដំណើរការតាមផ្លូវដែលអ្នកចង់បានក៏ដោយព្រោះវាមានហេតុផលសម្រាប់អ្វីមួយធំជាងនោះពពកអាចគ្របព្រះអាទិត្យបានប៉ុន្តែវាមិនដែលបំបត្តិព្រះអាទិត្យទេយើងក៏ដូចគ្នាពេលពពកនៃបញ្ហាសង្គ្របមកលើយើងអាចភ្លេចថាពន្លឺនៅតែមានសម្រាប់ជីវិតយើងជានិច្ចសូម្បីតែថ្ងៃងងឹតបំផុតក៏អាចក្លាយជាថ្ងៃដែលបង្កើតសេចក្តីសង្ឃឹមថ្មីសម្រាប់យើងដូចគ្នាប្រសិនបើអ្នកមិនបោះបង់ការគិតវិជ្ជមានដូច្នេះចាប់ផ្ដើមពីថ្ងៃនេះទៅមិនថាអ្នកស្ថិតនៅក្នុងកន្លែងណាកុំឲ្យគំនិតអវិជ្ជមានគ្រប់ដណ្ដប់អ្នកបានបើកចិត្តទទួលស្គាល់អ្វីល្អៗតូចៗនៅជុំវិញខ្លួនអ្នកហើយអ្នកនឹងឃើញថាជីវិតចាប់ផ្ដើមផ្លាស់ប្ដូរពិតៗនៅក្នុងជីវិតអ្នកទី2ផ្លាស់ប្ដូរគំនិតផ្លាស់ប្ដូរជីវិតការគិតវិជ្ជមានមិនមែនជារឿងតូចៗឬពាក្យសម្ដីល្អៗដែលនិយាយដើម្បីលួងចិត្តទេតែវាជារបៀបរស់នៅដែលយើងត្រូវអនុវត្តរៀងរាល់ថ្ងៃដូចជាការហាត់ប្រាណសម្រាប់ចិត្តពេលខួរក្បាលរបស់អ្នកគិតថាខ្ញុំមិនអាចនេះជាពាក្យកុហកទេសូមកុំជឿអីព្រោះពាក្យនោះគ្រាន់តែជាសំឡេងតូចមួយនៅក្នុងខួរក្បាលរបស់អ្នកដែលខ្លាចបរាជ័យបំផុតផ្ទុយមកវិញអ្នកគ្រាន់តែបោកការគិតរបស់អ្នកថាខ្ញុំនឹងព្យាយាមព្រោះពេលអ្នកនិយាយពាក្យចេញមកបែបនេះចិត្តរបស់អ្នកកំពុងតែបើកសម្រាប់ឱកាសថ្មីពេលអ្នកគិតថាខ្ញុំអស់សង្ឃឹមសូមចងចាំថាវាគ្រាន់តែជាដំណាក់កាលមួយក្នុងជីវិតអ្នកប៉ុណ្ណោះគ្រប់ពេលមានភ្លៀងសុទ្ធតែមានពេលឈប់ភ្លៀងដូចគ្នាការបដូរពាក្យតូចៗទាំងនេះអាចបំលែងអារម្មណ៍អាកប្បកិរិយានិងលទ្ធផលជីវិតរបស់អ្នកបានពេលអ្នកជឿថាខ្ញុំអាចធ្វើបានខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមស្វែងរកវិធីសាស្ត្រដើម្បីធ្វើឲ្យអ្នកកាន់តែមានជំនឿតែបើអ្នកមានជំនឿថាខ្ញុំមិនអាចវានឹងស្វែងរកហេតុផលដើម្បីបញ្ជាក់ថាអ្នកមិនអាចធ្វើបានពិតប្រាកដមែនអំណាចនៃជីវិតស្ថិតក្នុងការជ្រើសរើសគំនិតដែលអ្នកទុកចិត្តបំផុតទី3អនុវត្តគំនិតវិជ្ជមានក្នុងជីវិតប្រចាំថ្ងៃមិនមាននរណាម្នាក់នៅលើពិភពលោកនេះអាចគិតវិជ្ជមាន 100% ទេតែអ្នកជ្រើសរើសមួយរឿងដ៏សាមញ្ញបំផុតត្រឡប់ទៅវិជ្ជមានរាល់ពេលដែលអ្នកជួបរឿងអវិជ្ជមានដែលចូលមកដល់វាមិនមែនជាអាកប្បកិរិយាបណ្ដោះអាសន្ននោះទេប៉ុន្តែវាជាអត្តចរិតដែលអាចបណ្ដោះបណ្ដាលបានផងដែរពេលអ្នកដឹងខ្លួនថាកំពុងគិតអវិជ្ជមាននោះជាពេលដែលអ្នកមានឱកាសផ្លាស់ប្ដូរជីវិតហើយវិធីសាស្ត្រមិនឲ្យគំនិតអវិជ្ជមានគ្រប់គ្រងអ្នកតែជាវិធីក្នុងការគ្រប់គ្រងវាចាប់ផ្ដើមពីរឿងតូចៗប្រចាំថ្ងៃដូចជាអរគុណចំពោះខ្យល់ដែលឲ្យអ្នកដកដង្ហើមបានអរគុណចំពោះមនុស្សដែលតែងតែសើចដាក់អ្នកអរគុណចំពោះការបរាជ័យ
ដែលធ្វើឲ្យអ្នករឹងមាំជាងមុនពេលចិត្តអ្នកអរគុណវាដូចជាការបើកទ្វារទទួលពន្លឺចូលមកក្នុងបន្ទប់ងងឹតអញ្ចឹងអវិជ្ជមានមិនបាត់ទៅភ្លាមៗទេប៉ុន្តែវានឹងអស់អំណាចមកលើអ្នកចិត្តដែលពេញដោយអរគុណគឺជាចិត្តដែលមិនអាចត្រូវគេបំផាត់បានជីវិតថ្មីមិនចាំបាច់ចាប់ផ្ដើមនៅថ្ងៃច័ន្ទឬនៅថ្ងៃឆ្លងឆ្នាំនោះទេវាអាចចាប់ផ្ដើមនៅគ្រប់ពេលដែលអ្នកសម្រេចថាខ្ញុំចង់ឲ្យថ្ងៃនេះល្អជាងម្សិលមិញពេលអ្នកនិយាយពាក្យនេះដូចជាអ្នកបានបើកទ្វារចេញពីអតីតកាលហើយជំហានដំបូងនៃជីវិតថ្មីបានចាប់ផ្ដើមហើយជីវិតថ្មីមិនមែនកើតឡើងដោយអ្វីខាងក្រៅប៉ុណ្ណោះទេប៉ុន្តែវាកើតឡើងនៅពេលចិត្តអ្នកសម្រេចចិត្តថាខ្ញុំមិនចង់រស់នៅក្នុងអតីតកាលទៀតទេខ្ញុំចង់រស់ដោយក្តីសង្ឃឹមនិងអំណរចូលជឿលើខ្លួនឯងថាអ្នកអាចបន្តទៅមុខទោះបីជាដំណើរនោះយឺតយ៉ាវក៏ដោយពន្លឺតូចៗដែលអ្នកមាននៅក្នុងចិត្តអាចក្លាយជាពន្លឺធំដែលបំភ្លឺផ្លូវសម្រាប់អ្នកនិងអ្នកដទៃកុំរងចាំថ្ងៃល្អដើម្បីចាប់ផ្ដើមថ្ងៃនេះហើយធ្វើឲ្យក្លាយជាថ្ងៃល្អជីវិតថ្មីរបស់អ្នកមិននៅឆ្ងាយទេវាកើតឡើងនៅថ្ងៃនេះនៅពេលនេះនៅទីនេះនៅក្នុងចិត្តរបស់អ្នកគ្រប់ពេលមានថ្ងៃរះគឺជាការរំលឹកថាអ្នកអាចចាប់ផ្ដើមឡើងវិញបានជានិច្ច